Bonjour à tous et bienvenue à la place du français បាទសួស្តីទាំងអស់គ្នាចឹងសូមស្វាគមន៍មកកាន់បាទគេហទំព័ររបស់ La Place du Français អញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងសិក្សាអំពីបាទការរៀនអានវិញម្ដងដែលនៅក្នុងនេះបើសិនជាទាំងអស់គ្នាចាប់ផ្ដើមរៀនភាសាបារាំងដំបូងឬក៏អាចថារៀនគួរសមដែរហើយអញ្ចឹងអ្នកនរនេះអាចចាប់ផ្ដើមរៀនអានបានហើយនៅក្នុងនេះគឺខ្ញុំនឹងបញ្យល់ទាក់ទងជាមួយនឹងការអានបដាហើយក៏ដូចជាការបកប្រែបដាហើយនឹងការបញ្ចេញសូរផងដែរបាទអូខេតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅចូលទៅកាន់មេរៀនរបស់យើងតែម្ដងបាទបាទចំពោះឯកសារទាំងអស់នេះខ្ញុំនឹងដាក់នៅ link នៅខាងក្រោមនៅក្នុង commentaire អ្នកនរនេះអាចមើលនៅក្នុងនឹងបានបាទ description នៅខាងក្រោមបាទអូខេអញ្ចឹងនៅក្នុងថ្ងៃនេះគឺយើងនឹងនិយាយអំពីបាទ le boulanger បាទ le boulanger បាទ boulanger គឺបាទយើងបកជាភាសាខ្មែរថាអ្នកធ្វើនំបាទអ្នកដុតនំបាទអញ្ចឹងគាត់អាចបើកហាងខ្លួនគាត់នឹងដែរបាទអញ្ចឹងអាចថាកន្លែងលក់នំផងដែរបាទមិនមែនជាទីកន្លែងមកដែរថាកន្លែងនេះគឺ le boulanger នេះគឺជាមនុស្សបាទជាមនុស្សបាទជាមុខរបរបាទហើយបើសិនជាស្រីហើយយើងមានយើងបដូរកតុយបាទយើងបដូរកតុយអញ្ចឹងទៅជា boulangère បាទអញ្ចឹងខ្ញុំទៅសេនៅគៀននេះជូនតែម្ដងបាទអញ្ចឹងបើសិនជាស្រីកន្លែងនេះដូរទៅជាឡាណាឡាបាទ boulangère បាទ boulangère បែបនេះអញ្ចឹងនៅពេលដែលទាំងអស់គ្នារៀនតទៅជាមួយនឹងមុខរបរអ្នកនរអាចចាប់ផ្ដើមចំណាំទៅឲ្យតែឃើញមុខរបរប្រភេទកតុយបាទអឺអែគឺភេទប្រុសហើយភាគច្រើនណាបាទជាទូទៅគឺភេទប្រុសបាទ boulanger បាទតែពេលស្រីទៅជា la boulangère បាទ la boulangère បាទដូចជា infirmière អញ្ចឹងបាទគលិនុបដ្ឋាយិកាណាបាទអញ្ចឹងកតុយ ទៅជាបាទ A ទៅជា R បាទអញ្ចឹងអាហ្នឹងគឺយើងសម្គាល់ភេទបាទតកតងជាមួយនឹងមុខរបរហើយបើសិនជាអ្នកនរនេះចង់ច្បាស់អាចទៅមើលបាទវីដេអូរបស់ខ្ញុំតកតងជាមួយនឹងវេយ្យាករណ៍បន្ថែមទៀតបាទអូខេតោះអញ្ចឹងកុំឲ្យខាតពេលយើងបាទមើលបន្តទៀតបាទនៅក្នុងនេះបាទនៅក្នុងនេះគឺយើងចាប់ផ្ដើមអានបាទគេដាក់ថាបាទ je lis le texte បាទ je lis le texte អូខេអញ្ចឹងខ្ញុំអានយឺតហើយហើយបន្តមកនេះខ្ញុំអានរៀងលឿនតិចដើម្បីឲ្យអ្នកនរគ្នាអាចបាទរៀនអានបន្ថែមជាមួយខ្ញុំបានបាទអូខេអញ្ចឹងje lis le texte បាទន័យថាខ្ញុំអានអត្ថបទបាទអត្ថបទខាងក្រោមនេះបាទអូខេអញ្ចឹងអត្ថបទដែលខ្ញុំយកមកប្រើនេះគឺជាអត្ថបទប្រភេទខ្លីៗទេអញ្ចឹងយើងអាចអានទៅយើងងាយស្រួលផងហើយយើងមានវគ្គយើងមាន clear របស់យើងខ្លីៗហើយយើងងាយបាទអូខេតោះឥឡូវយើងចាប់ផ្ដើមអានតែម្ដងបាទ le boulanger បាទ le boulanger se lève tôt បាទអញ្ចឹងព្យញ្ជនៈអក្សរតេនេះគឺអត់មានសូរទេណាបាទអញ្ចឹងចំណាំទាំងអស់គ្នាអញ្ចឹងជាទូទៅព្យញ្ជនៈនៅខាងចុងអត់មានសូរទេអត់មានសូរទេ T D S អីហ្នឹងគឺអត់មានទេបាទអញ្ចឹងលុះត្រាតែមានស្រៈនៅពីក្រោយវាបានយើងអានឧទាហរណ៍កន្លែងនេះវាមានមួយចុះអញ្ចឹងកន្លែងនេះទៅជាតូតតូតអញ្ចឹងអក្សរ T ហ្នឹងមានសូរបាទប៉ុន្តែអានេះជាឧទាហរណ៍ណាវាអត់មានពាក្យអញ្ចឹងទេប៉ុន្តែកន្លែងនេះគឺយើងត្រឡប់មកវិញគឺអត់មានសូរទេអាសូរទេនេះយើងអានថា se lève tôt tôt អូខេ chaque matin chaque matin អូខេតទៀត il prépare il prépare ឥឡូវនេះគឺ pré បើសិនជាទាំងអស់នេះពិបាកក្នុងការបញ្ចេញសំឡេងអក្សរ a ហ្នឹងគឺទាំងអស់នេះអាចបញ្ចេញនៅចុងដែរបាទពីព្រោះអក្សរ a វាអាចបញ្ចេញនៅកកបាទភាគច្រើនវាចេញនៅកកបារាំងភាគច្រើនគឺបើទឹកមាត់បាទន័យថាយើងយកអក្សរ r អក្សរដូចរោខ្មែរអញ្ចឹងរោនៅកន្លោះនៅចុងដែរប៉ុន្តែគេអឺអក្សរ R របស់គេគឺនៅគល់អណ្ដាតវិញបាទប្រើគល់អណ្ដាតណា
Il prépare du pain et des gâteaux. Bà lại ní hiện anh thật đề đó, đề gato. Bà gato xâm lên ô với mình trán và sân chiaទាំងអស់គ្នាធ្លាប់រៀនអាចដឹងហើយសំឡេងអូវាមានអូខ្លួនឯងសេผมchứអូវាអាចមានសំឡេងអីទៀតបាទអាអ៊ុយក៏អូបាទអាអ៊ុយក៏អូអាអ៊ុយ x ក៏អូដូចគ្នាបាទអញ្ចឹងសំឡេងអូវាមានច្រើនមែនទែនអញ្ចឹងតោះតែយើងចំណាំបាទអញ្ចឹងបានន័យថាកន្លែងនេះគឺ gato gato បាទតោះអញ្ចឹងយើងបន្តទៀត Les clients, les clientes viennent t'acheter បាទខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិចកន្លែងនេះយើងត្រូវអានភ្ជាប់ណា viennent ពីព្រោះវាមានស្រៈវាផ្ដើមវាមានស្រៈយើងអានភ្ជាប់កន្លែងនេះ Les clients viennent t'acheter ces produits ces produits បាទកន្លែងនេះគឺ S អត់មានសូទេដូចយើងជជែកគ្នាមិនអញ្ចឹងទេក៏អត់មានសូទេគឺជាព្យញ្ជនៈនៅខាងចុងគឺយកអត់មានសូទេវាអត់មានសូទេកន្លែងនេះវាអាចថារៀងពិបាកបញ្ចេញតិចទាំងអស់គ្នាបើសិនជាចាប់ផ្ដើមរៀនបារាំងដំបូងណាអញ្ចឹងខ្ញុំសូមបាទអឺដាក់ highlight ជូនបន្តិចកន្លែងនេះបាទU ហើយនិង E បាទ U ហើយនឹង E នេះទៅពេលដែលយើងវាបញ្ចេញសលេងទៅវារៀងស្ដាប់ទៅវារៀងឆ្គងសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងយើងបញ្ចេញបែបនេះដើម្បីឲ្យងាយស្រួលបាទអញ្ចឹងខ្ញុំសូមគូសបន្តិចបាទអញ្ចឹងយើងបញ្ចេញបែបនេះខ្ញុំសូមសរសេរនៅខាងលើU បាទអានេះគឺអក្សរ U បាទ U U U អូខេហើយនេះគឺអក្សរ E បាទ U E យើងអានដាច់គ្នាសិនណាយើងអានដាច់គ្នា U ហើយនឹង E U E U E ហើយនៅពេលដែលយើងស្ទាត់សូរទាំងពីរហ្នឹងហើយយើងយកវាមកភ្ជាប់គ្នាបានន័យថាយើងបអូសវាមកជាប់គ្នាអញ្ចឹងយកអូសមិនបានន័យថា U E U E U E នៅពេលដែលយើងអានភ្ជាប់អញ្ចឹងបានហើយយើងអានឲ្យលឿនជាងហ្នឹងបាទអញ្ចឹងយើងអានថា UI 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 អូខេអញ្ចឹងវាទៅជាមួយសូរមួយព្យាង្គអញ្ចឹងនៅពេលដែលបងប្អូនអាន UI ចេញហើយវាអាចថាស្តៀងនឹងអ៊ុយមិនតែមានអ៊ុយណាយើងច្រឡំមកពាក្យខ្មែរយើងអ៊ុយមែនទេអត់ទេអញ្ចឹងយើងអានថា UI UI U មាត់រៀងស្រួច E មាត់រៀងទាញណា UI UI អូខេអញ្ចឹងយើងអានភ្ជាប់ជាមួយនឹងពាក្យហ្នឹងមកគឺទៅជា produit 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 អូខេ produit យូរទៅយើងស៊ាំនឹងសូមួយហ្នឹងហើយពេលយើងអាសាបញ្ចេញអូខេតោះឥឡូវយើងទៅបន្តទៀត il aime il aime កន្លែងនេះយើងអានភ្ជាប់ដូចគ្នាណាអឺការអានភ្ជាប់ហ្នឹងគឺជាទូទៅនៅក្នុងភាសាបារាំងគេហៅថា la បាទ liaison បាទ la liaison liaison ហ្នឹងគឺជាការអានភ្ជាប់ហើយហេតុអីបានជាអានភ្ជាប់ក្នុងភាសាបារាំងអឺពីព្រោះភាសាបារាំងវាដូចចង្វាក់អញ្ចឹងគឺវាអានទៅវាជាប់គ្នាតាក់គ្នានៅក្នុង clear មួយនៅក្នុងបាទ paragraph មួយអញ្ចឹងបើសិនជាអ្នកនរនេះចង់លម្អិតទាក់ទងជាមួយនឹង la liaison អាចទៅមើលនៅក្នុងវិជ្ជាករនៅក្នុងបាទវីដេអូនៅក្នុងរបស់ខ្ញុំបានអូខេតោះឥឡូវយើងរៀនអានភ្ជាប់សិន il aime son travail អូខេ il aime son travail បាទកន្លែងនេះគឺសូរបស់វាគឺ I បាទ I R E L ហ្នឹងគឺបាទគឺសំឡេងវាគឺ I អញ្ចឹង travail travail អូខេអញ្ចឹងបាទយើងរៀនអានម្ដងទៀតបាទ Le boulanger se lève tôt chaque matin. Il prépare du pain et des gâteaux. Les clientes viennent acheter ses produits. Il aime son travail. បាទអញ្ចឹងយើងរៀនអានបែបនេះតោះឥឡូវខ្ញុំនឹងចាក់សំឡេង
បាទជនជាតិដើមឲ្យទាំងអស់គ្នាស្ដាប់បន្តិចហើយយើងនឹងរៀនបកប្រែទាំងអស់គ្នាតា Le boulanger se lève tôt chaque matin. Il prépare du pain et des gâteaux. Les clients viennent acheter ses produits. Il aime son travail. បាទរៀងលឿនបន្តិចឥឡូវខ្ញុំដាក់រៀងយឺតបន្តិចបាទ Le boulanger se lève tôt chaque matin. Il prépare du pain et des gâteaux. Les clients viennent acheter ses produits. Il aime son travail. បាទអញ្ចឹងនេះគឺជាសំឡេងដើមរបស់គេអាចថាស្ដាប់ទៅវាពួកខ្ញុំទាញសំឡេងឲ្យយឺតមិនអញ្ចឹងទៅវារៀងវល់បន្តិចណាវារៀងស្ដាប់ទៅដូចជាអស់ថ្មអញ្ចឹងបាទអញ្ចឹងឥឡូវយើងរៀនបកប្រែវិញម្ដងបាទអញ្ចឹងកន្លែងនេះយើងអានថាបាទយើងបកថា clear ទី1នេះគឺយើងបកថាវិញយើងស្គាល់ពាក្យ boulanger ហើយគឺអ្នកដុតនំអ្នកធ្វើនំហ្នឹងគឺ se lève បាទ se lève នោះគឺភ្ញាក់បាទសំទោសក្រោកបាទភ្ញាក់យើងមានកិរិយាសព្ទមួយទៀតបាទបាទអញ្ចឹងគាត់ភ្ញាក់បាទគាត់ភ្ញាក់សំទោសបាទគាត់ក្រោកបាទតោហ្នឹងគឺក្រោកលឿនអឺរៀងរាល់ព្រឹក chaque matin គឺរៀងរាល់ព្រឹកវាស្មើនឹងបាទវាស្មើនឹងទូដែរបាទទូអឺបាទ tous les ma- matins បាទ tous les matins បានន័យថាស្មើនឹងរៀងរាល់ព្រឹកដូចគ្នាយើងអាចប្រើមួយណាក៏បានដែរtous les matins les matins avec un S បាទ tous les matins ឬក៏ chaque matin បាទយើងប្រើបានដូចគ្នា chaque matin អូខេបងអញ្ចឹងបានន័យថាគាត់ក្រោកលឿនជារៀងរាល់ព្រឹកបាទ clé ទី2 il prépare du pain et du gâteau គាត់រៀបចំបាទនំប៉័ងបាទហើយនឹងបាទនំផ្សេងទៀត des gâteaux នោះបាទជាប្រភេទនំផ្សេងទៀតបាទហើយ prépare នេះគឺមកពីកិរិយាសព្ទដើមរបស់យើងគឺបាទ préparer បាទ préparer កិរិយាសព្ទដើមណារៀបចំ préparer បាទ préparer អញ្ចឹងបើសិនជាអ្នកនរនេះចង់ច្បាស់ឬក៏ធ្លាប់រៀនហើយបើសិនជាអ្នកអត់ទាន់រៀនកិច្ចសារក្រុមទី1អាចទៅមើលនៅក្នុងវីដេអូរបស់ខ្ញុំបានខ្ញុំតម្លាក់នៅក្នុងបាទ comment នៅខាងក្រោមមកដែរបាទអូខេបន្តទៀត les clients viennent viennent កន្លែងនេះអានថា viennent ណា viennent acheter ces produits បាទអ្នកអតិថិជនហ្នឹងគឺមកទិញបាទ acheter ក្រុមទី1ដូចគ្នាviennent នេះគឺក្រុមទី3ទេបាទ សេផូតវាបាទមកទិញផលិតផលរបស់គាត់ផលិតផលរបស់គាត់មាននេះគឺនំហ្នឹងឯងដែលគាត់ផលិតហ្នឹង il aime son travail គាត់បាទចូលចិត្តការងាររបស់គាត់ il aime verb មកពី verb ដូចគ្នាបាទ verb ក្រុមទី1ដែរគឺ verb បាទ verb aimer បាទ aimer ក្រុមទី1ណាហើយទៅឃើញកន្ទុយ ហ្នឹងគឺក្រុមទី1ហើយបាទអូខេឥឡូវយើងស្គាល់ clear ទាំងអស់ហ្នឹងហើយតោះឥឡូវយើងមករៀនឆ្លើយសំណួរវិញម្ដង បាទរឿងឆ្លើយសំណួរវិញម្ដងបាទje réponds aux questions បាទ je réponds aux questions អូខេអញ្ចឹងយើងរៀនឆ្លើយសំណួរខ្ញុំឆ្លើយសំណួរអញ្ចឹងសំណួរមានតែ3ទេបាទតោះឥឡូវយើងរៀនឆ្លើយទាំងអស់គ្នាបាទសំណួរទី1យើងអានថា à quelle heure ឥឡូវនេះអានភ្ជាប់ណាបាទយើងយក L ភ្ជាប់ជាមួយនឹងនេះបាទ à quelle heure se lève le boulanger à quelle heure se lève le boulanger តើអឺអ្នកអ្នកធ្វើនំហ្នឹងបាទគាត់ក្រោកម៉ោងប្រហែលបាទក្រោកពេលណាដែរបាទក្នុងន័យហ្នឹងបាទអញ្ចឹងយើងអាចឆ្លើយបានអូខេអញ្ចឹងបាទ
គិតថាទាំងអស់គ្នាអាចឆ្លើយបានណាហើយយើងឆ្លើយជា clear ពេញអញ្ចឹងយើងអាចឆ្លើយជា clear ពេញមានន័យថាម៉េច Le boulanger se lève បាទក្នុងអត្ថបទរបស់យើងគឺ se lève tôt chaque matin បាទ chaque matin បាទនេះជាចម្លើយរបស់យើងអញ្ចឹងអ្នកនេះត្រូវសរសេរជាចម្លើយពេញហេតុអីដោយសារតែយើងទើបតែរៀនដំបូងឬក៏អឺយើងចាប់ផ្ដើមអញ្ចឹងសូមសរសេរជា clear ពេញដើម្បីយើងចំណាំឬក៏យើងចេះ clear ពេញផងបើមិនជាយើងអត់រៀនសរសេរជា clear ពេញទេយើងនឹងអាចបើនេះថាយើងឆ្លើយជាចម្លើយយកយើងអាចអឺបាទផ្លេចនៅការ conjugate verb ឯជាដើមបាទអូខេតោះឥឡូវយើងទៅសំណួរទី2គឺសួរថាម៉េចបាទ Que prépare le boulanger គឺនេះមកពីបាទជាប្រភេទ mot mot interrogation mot interrogative បាទអញ្ចឹងមានន័យថាអឺ what បើសិនជានិយាយអង់គ្លេស what អ្វីបាទអូខេអញ្ចឹងនៅក្នុងនេះគឺគេឆ្លួតសួរថាតើអ្នកធ្វើនំហ្នឹងគាត់ធ្វើអីបាទគាត់រៀបចំអីបាទអញ្ចឹងនៅក្នុងបាទមេរៀនរបស់យើងគឺ il បាទ il ហើយយើងអាចឆ្លើយពាក្យមកវិញបានណា le boulanger ឬក៏យើងអាចជំនួសដោយសព្វនាមប្រធាន il ណា il il សារតែអក្សរ e ធំវាដូច l អញ្ចឹងនៅក្នុងនេះយើងប្រើ font នេះ il le boulanger prépare du pain et des gâteaux បាទអញ្ចឹងគាត់រៀបចំនំប៉័ងហើយនិងនំផ្សេងផងដែរបាទអូខេអញ្ចឹងយើងចូលដល់សំណួរទី3បាទបាទ les clients j'achète-t-il du pain ou des vêtements បាទអញ្ចឹងមានន័យថាម៉េចបាទles clients ហ្នឹងគាត់អ្នកអតិថិជនបាទអតិថិជនទិញil កន្លែងនេះជំនួសឲ្យអីគេ il កន្លែងនេះជាសព្វនាមប្រធានបញ្ជាក់ន័យឲ្យកាន់តែច្បាស់ថា il ហ្នឹងគឺជាអតិថិជនបាទហើយប្រភេទសំណួរបែបនេះគឺជាប្រភេទសំណួរគេហៅថាinversion du sujet អញ្ចឹងអឺវាប្រើនៅក្នុងករណីដែលគេហៅថា formal ផ្លូវការខ្លាំងអញ្ចឹងក្នុងការសរសេរជាដើមបាទហើយប្រភេទសំណួរបែបនេះក៏បើសិនជាអត់ចង់ច្បាស់អាចទៅមើលវីដេអូរបស់ខ្ញុំបន្ថែមបានអូខេនៅក្នុងវេយ្យាករណ៍បាទអូខេអញ្ចឹងles clients j'achète-t-il du pain ou des vêtements បាទអញ្ចឹងអតិថិជនគាត់ទិញអឺនំប៉័ងឬក៏ទិញ vêtements បាទប្រភេទសំណួរនេះគឺជាសំណួរបិទអញ្ចឹងបាទទាំងអស់គ្នាអាចឆ្លើយជាសំណួរបិទជាចម្លើយនេះមកវិញបាទចម្លើយរបស់យើងចម្លើយនោះគឺវាមាននៅក្នុងសំណួរនឹងហើយបាទហ្នឹងបាទឧទាហរណ៍គេសួរថាតើអ្នកនរញ៉ាំបាយហើយនៅអញ្ចឹងមានន័យថាចម្លើយរបស់យើងគឺបាយមែនទេញ៉ាំបាយញ៉ាំហើយបាទខ្ញុំញ៉ាំហើយអត់ទេខ្ញុំអត់តន់ញ៉ាំផងបាទអញ្ចឹងចម្លើយរបស់វាគឺមានតែពី V ឬក៏ non តែប៉ុណ្ណាអូខេតោះអញ្ចឹងកន្លែងនេះគឺចម្លើយរបស់វាមាននៅក្នុងនឹងស្រាប់ហើយអញ្ចឹងគឺ les clients តែពិតជា les clients នេះយើងជំនួសដោយ il avec s នេះក៏បានដែរណាបាទ il avec s នេះក៏បានដែរអញ្ចឹង il ឬក៏ les clients achètent voilà j'achète du pain បាទអឺបាទ du pain អញ្ចឹងអតិថិជនគាត់ទិញនំប៉័ងបាទគាត់ឡាហាងលក់នំប៉័ងគាត់មិនអាចទិញកៅអៅទេបាទអូខេអញ្ចឹងអឺសង្ឃឹមថាទាំងអស់នេះអាចយល់បាននៅក្នុងមេរៀនមួយនេះគឺយើងរៀនអានផងហើយយើងយល់អត្ថបទនឹងផងបាទអូខេអញ្ចឹងយើងនឹងជួបគ្នានៅក្នុងវីដេអូបន្តទៀតហើយបើសិនជាអ្នកនរនេះត្រូវការឯកសារនេះខ្ញុំដាក់នៅក្នុងបាទ description អាច download បានហើយកុំភ្លេចជួយ subscribe ផង Merci et à très bientôt